នៅក្នុងភូមិមួយឈ្មោះភូមិស្រេចដីមានក្រុមយុវជន4នាក់ដែលជាមិត្តជិតស្និទ្ធនឹងគ្នាពួកគេមានឈ្មោះថាដេតលីនដារ៉ាច់អៀកនិងឡុងសារ៉ាត់ពួកគេចង់ឃើញសង្គមរបស់ខ្លួនមានការអភិវឌ្ឍរីកចម្រើនប៉ុន្តែក្នុងភូមិនោះកំពុងជួបបញ្ហាជាច្រើនដូចជាសម្រាមកកស្ទះកុមារខ្លះឈប់រៀននិងមនុស្សខ្លះមិនអើពើដល់សហគមន៍ត្រូវហើយខ្ញុំយល់ស្របតាមលីនដាតើពួកយើងចាប់ផ្ដើមបង្កើតជាក្រុមស្ម័គ្រចិត្តទៅល្អទេល្អខ្ញុំសង្កេតឃើញថានៅក្នុងភូមិនេះមានសម្រាមច្រើនណាស់តែធ្វើយ៉ាងម៉េចទៅឬមួយពួកយើងគួរតែចាប់ដើមសម្អាតតែម្ដងទៅដើម្បីឲ្យអ្នកភូមិចេះអនាម័យដេតនិយាយពួកយើងមិនបាច់រងចាំអ្នកដទៃធ្វើនោះទេគ្រប់យ៉ាងចាប់ដើមចេញពីខ្លួនយើងផ្ទាល់បើពួកយើងមិនព្រមធ្វើជាគំរូឲ្យអ្នកភូមិឃើញទេបោះជាគ្មានអ្នកធ្វើឡើយក្រុមយុវជនស្ម័គ្រចិត្ត4នាក់បានប្រជុំគ្នានៅក្រោមដើមឈើធំមួយដើម្បីបែងចែកតួនាទីរៀងៗខ្លួនពួកគេចាប់ផ្ដើមសកម្មភាពជួយសង្គមបន្ទាប់ពីប្រជុំគ្នារួចហើយពួកគេយកសម្ភារៈសម្អាតម្នាក់កាន់អំបោះម្នាក់ទៀតអូសសម្រាមហើយនាំគ្នាពោលពាក្យថាសង្គមស្អាតចាប់ផ្ដើមចេញពីខ្លួនយើងមនុស្សជាច្រើននាំគ្នាចាប់អារម្មណ៍ហើយមួយចំនួនបានចូលរួមជាក្រុមស្ម័គ្រចិត្តទីកន្លែងដែលធ្លាប់ពោពេញដោយសម្រាមក៏ក្លាយជាកន្លែងស្រស់ស្អាតគួរឲ្យចង់រស់នៅពិតជាស្រស់ស្អាតណាស់នៅពេលដែលពួកអ្នកភូមិចេះជួយគ្នាសម្អាតសម្រាមនៅក្នុងភូមិនេះពួកនេះធ្វើអញ្ចឹងវាគ្មានអីក្រៅពីផលប្រយោជន៍នោះទេណាមួយគេរស់នៅទីនេះជារបៀបរបបប្រចាំថ្ងៃទៅហើយក្រុមពួកខ្ញុំធ្វើនេះមិនចង់បានផលប្រយោជន៍អ្វីនោះទេក្រៅពីការស្ម័គ្រចិត្តរបស់ពួកខ្ញុំហើយចង់ឲ្យអ្នកភូមិចេះសម្អាតមានអនាម័យដើម្បីសុខភាពរបស់អ្នកភូមិនិងសង្គមជាតិរបស់ពួកយើងទាំងអស់គ្នាល្អប្រសើរសកម្មភាពរបស់ក្រុមស្ម័គ្រចិត្តបានបង្កើតសមិទ្ធផលដ៏ធំមួយសម្រាប់អ្នកភូមិនៅក្នុងភូមិក៏ក្លាយជាតំបន់គំរូស្អាតសុវត្ថិភាពនិងមានសេចក្តីសុខកុមារដែលធ្លាប់ឈប់រៀនក៏ត្រឡប់មករៀនវិញមេភូមិបាននិយាយក្នុងកម្មវិធីសរសើររបស់ក្រុមស្ម័គ្រចិត្តទាំង4នាក់នេះក្មេង4នាក់នេះគឺជាគន្លឹះនៃការផ្លាស់ប្ដូរពួកគេបានបង្ហាញចំណាប់អារម្មណ៍ថាសង្គមល្អចាប់ផ្ដើមចេញពីមនុស្សដែលមានចិត្តស្ម័គ្រចិត្តនិងសីលធម៌ល្អសង្គមល្អគួរឲ្យចង់រស់នៅគឺចាប់ផ្ដើមចេញពីខ្លួនយើងតែត្រូវការមនុស្សមានចិត្តស្មោះប្រាជ្ញានិងរួមគ្នាដើម្បីធ្វើឲ្យកាន់តែប្រសើរបើចង់ឲ្យសង្គមមួយនេះគួរចង់រស់នៅគឺចាប់ផ្ដើមចេញពីពួកយើងទាំងអស់គ្នាជួយគ្នាសម្អាតជួយគ្នាផ្សព្វផ្សាយដើម្បីសង្គមយើងទាំងអស់គ្នានិងប្រទេសជាតិរីកចម្រើន